នេះមិនមែនជាការការពារខ្លួននោះទេវាគឺជាអក្រិតកម្មសង្គ្រាមយន្តហោះចម្បាំង F-16 និងអាវុធធុនធ្ងន់ដទៃផ្សេងទៀតរបស់ថៃត្រូវបានយកមកប្រើប្រាស់ដើម្បីកំទេចជីវិតប្រជាជនស្លូតត្រង់ផ្ទះសម្បែងសាលារៀនទីកន្លែងដទៃផ្សេងទៀតត្រូវបានរើងវាយប្រហារយ៉ាងចាស់ដៃពីសំណាក់យោធាថៃប្រើប្រាស់យន្តហោះចម្បាំង F-16 បាទតើនេះឬជាសិទ្ធិការពារខ្លួនរបស់ប្រទេសថៃនោះដែលតែងតែលើកឡើងបែបអញ្ចឹងហាថៃឥឡូវនេះវាបានក្លាយទៅជាគោលដៅនៃការវាយប្រហារយ៉ាងអមនុស្សធម៌ពីសំណាក់យោធាថៃដែលមានបុគ្គលឥស្សរជនធំនៅពីក្រោយរឿងនេះបាទអញ្ចឹងទេពិភពលោកត្រូវតែទទួលដឹងឮពីទង្វើដ៏ឃោរឃៅរបស់ប្រទេសថៃនៅក្នុងថ្ងៃនេះផងដែរប្រិយមិត្តជាទីមេត្រីព្រឹត្តិការណ៍ជាបន្ទាន់គ្រាប់បែកធ្លាក់កណ្ដាលក្រុងដែនអាកាសខ្មែរត្រូវបានរំលោភបំពាននៅថ្ងៃប្រហ័សនេះស្ថានភាពសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបានឈានទៅដល់ចំណុចរបត់ដ៏គ្រោះថ្នាក់ជាទីបំផុតខណៈដែលយោធាថៃបានផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការបាញ់ផ្លោងតាមព្រំដែនមកជាការវាយប្រហារតាមផ្លូវអាកាសចំគោលដៅស៊ីវិលនិងទីប្រជុំជនបាទប៉ោយប៉ែតផងសំរោងផងសេរីសុភ័ណ្ឌផងថ្ងៃនេះប្រិយមិត្តដំណឹងមួយនេះយោងតាមរបាយការណ៍ពីក្រសួងការពារជាតិបានដឹងថាម៉ោង 11:06 នាទីព្រឹកកាលពីព្រឹកមិញនឹងឯងយន្តហោះចម្បាំងប្រភេទ F-16 របស់ថៃបានហោះចូលដែនអាកាសកម្ពុជាយ៉ាងជ្រៅនិងបានទម្លាក់គ្រាប់បែកចំនួន2គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បាទលុះម៉ោង 14:32 នាទីរសៀលសកម្មភាពឈ្លានពានបានបន្តទៅដល់ក្រុងសេរីសុភ័ណ្ឌដោយយន្តហោះចម្បាំង F-16 បានទម្លាក់គ្រាប់បែកចំនួន2គ្រាប់បន្ថែមទៀតលុះម៉ោង 14:45 នាទីរសៀលត្រឹមតែ13នាទីក្រោយមកការវាយប្រហារលើកទី3បានកើតឡើងនៅកន្លែងដដែលក្នុងក្រុងសេរីសុភ័ណ្ឌដោយគ្រាប់បែកមួយគ្រាប់ទៀតត្រូវបានទម្លាក់បាទនេះគឺជាព័ត៌មានខ្លះៗពាក់ព័ន្ធទៅនឹងការប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ថៃវាយប្រហារទីតាំងនានាប៉ោយប៉ែតសេរីសុភ័ណ្ឌថានេះឬជាសិទ្ធិការពារខ្លួនរបស់ថៃដែលតែងតែលើកឡើងមកនោះហ៎ថៃសិទ្ធិការពារខ្លួនបំពេញដែនអាកាសដែនដីទឹកដីកម្ពុជាអញ្ចឹងមែនហ៎ថៃនេះគឺជាការវាយប្រហារដោយចេតនាលើមជ្ឈមណ្ឌលរស់នៅរបស់ប្រជាពលរដ្ឋដែលបង្ហាញថាភាគីថៃលែងខ្វល់ពីបទឈប់បាញ់ឬកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26 តុលាកន្លងទៅទៀតហើយនៅក្នុងនោះផងដែរប្រិយមិត្តសូមដកស្រង់ពីសំណេរដែលតសេពីលោកខាស៊ីបាណេតពាក់ព័ន្ធទៅនឹងល្បិចឈ្លានពានឆ្នាំ 1941 មកដល់បច្ចុប្បន្នឆ្នាំ 2025 ក្នុងនាមជាអ្នកតាមដានស្ថានភាពអន្តរជាតិនិងជាប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាលោកខាស៊ីបាណេតបានចេញមុខវិភាគយ៉ាងច្បាស់ថាអ្វីដែលកំពុងតែកើតមានឡើងនៅចំពោះមុខយើងនេះមិនមែនជារឿងថ្មីនោះឡើយប៉ុន្តែវាគឺជាស្រមោលប្រវត្តិសាស្ត្រដែលកំពុងច្រំដែរបាទនេះគឺជាស្រមោលប្រវត្តិសាស្ត្រដែលកំពុងតែច្រំដែរដែលថៃឈ្លានពានទឹកដីកម្ពុជាក៏ប៉ុន្តែនិយាយថាជាសិទ្ធិការពារខ្លួននោះទេបាទ Self Defense ដែលថៃតែងតែលើកឡើងSelf Defense បាទយន្តហោះចម្បាំង F-16 វាយប្រហារកម្ពុជាប៉ោយប៉ែតសេរីសុភ័ណ្ឌសំរោងចូលទៅដល់សៀមរាបទៀតថ្ងៃមុននេះចឹងទេនេះឬគឺជាសិទ្ធិការពារខ្លួនរបស់ថៃដែលទន្ទេញជាប់មាត់តាមទ្រឹស្ដីនោះហ៎ថៃប្រិយមិត្តជាទីមេត្រីលេះដដែលគោដៅដដែលបាទនេះគឺជាសម្ដីដ៏មើងម៉ាត់របស់លោកខាស៊ីបាណេតលោកបានទាញការប្រៀបធៀបយ៉ាងខ្លះរវាងឆ្នាំ 1941 និងឆ្នាំ 2025 ដូចខាងក្រោមបាទថាតើគាត់និយាយយ៉ាងម៉េចយើងទៅសម្ដាប់ទាំងអស់គ្នាប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាតោះការប្រើប្រាស់លេសភូតកុហកកាលពីឆ្នាំ 1941 ថៃបានឈ្លានពានទឹកដីកម្ពុជាក្រោមលេសថាកងកម្លាំងបារាំងបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញ់បាទក្រុងអារ៉ាញ់ចូលមករកឆ្នាំ 2025 នេះថៃកំពុងតែប្រើលេសដដែលថាទាហានកម្ពុជាបាញ់ឆ្លងព្រំដែនដើម្បីយកលេសមកធ្វើជាមូលដ្ឋានគ្រឹះក្នុងការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីកម្ពុជាបាទនេះគឺជាអ្វីដែលគាត់លើកឡើងតាំងពីឆ្នាំ 1941 យកបិចសភៅមកកត់បាទឥឡូវ 2025 ប្រិយមិត្តបូកដកមើលថាតើប្រមាណឆ្នាំហើយ 1941 នឹងថៃបានឈ្លានពានទឹកដីកម្ពុជាក្រោមលេសថាម៉េចលេសថាកងកម្លាំងបារាំងបានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញ់បាទអារ៉ាញ់ប្រទេសអីដល់ពេលឆ្នាំ 2025 នេះតដែលនឹងកូពីផាសនឹងថៃបាទនេះគឺជាចរិតលក្ខណៈចោលស្រែកឲ្យគេជួយនេះគឺជាចរិតលក្ខណៈចោលស្រែកឲ្យគេជួយលោកបាណេតបានកត់សម្គាល់ថាថៃមានជំនាញក្នុងការឈ្លានពានគេប៉ុន្តែបែរជាស្រែកប្រាប់ពិភពលោកថាខ្លួនជាជនរងគ្រោះនេះគឺជាយុទ្ធសាស្ត្របង្វែរដានព័ត៌មានដើម្បីទទួលបានការគាំទ្រពីសំណាក់អន្តរជាតិខណៈដែលកងទ័ពខ្លួនកំពុងបាញ់សម្លាប់ជនស៊ីវិលកម្ពុជាបាទជនស៊ីវិលខ្មែរឥឡូវនេះកំពុងតែរងគ្រោះប្រមាណ
ណហើយប្រិយមិត្តជួយអាប់ដេតប្រាប់ផង18ឬក៏ប្រមាណហើយឥឡូវនេះថ្មីនេះនៅប៉ោយប៉ែតនៅសេរីសុភ័ណ្ឌហ្នឹងអត់ដឹងថាម៉េចមកនោះទេប្រមាណអ្នកបន្ថែមទៀតនោះទេក៏ប៉ុន្តែកន្លះលានអ្នកហើយបាទកន្លះលានអ្នកហើយដែលភៀសសឹកស្វែងរកទីសុវត្ថិភាពចាក់ចែងពីតំបន់ព្រំដែនជាប់គ្នាទៅនឹងប្រទេសថៃហើយដូចជារបួសដូចជាក្បែរ80នាក់បាទ70នាក់ជាងអីហ្នឹងមហិច្ឆតាបញ្ចូលទឹកដីគោលដៅពិតប្រាកដរបស់ថៃទាំងក្នុងឆ្នាំ1941និងពេលនេះគឺជាការលេបយកទឹកដីកម្ពុជាសពសាបកាលពីជិត100ឆ្នាំមុនថៃបានឆ្លៀតឱកាសពេលពិភពលោកកំពុងមានសង្គ្រាមដើម្បីបញ្ចូលខេត្តភាគខាងជើងរបស់កម្ពុជាឲ្យទៅជាដីរបស់ខ្លួនតាមរយៈសម្ព័ន្ធភាពជាមួយប្រទេសជប៉ុនរឿងនេះដូចគ្នាបែបបាត់តំណងបាទសង្គ្រាមរុស្ស៊ីអ៊ុយក្រែនមួយបាទអ៊ីស្រាអែលជាមួយពួកហ្គាហ្សាខាងតំបន់មជ្ឈិមបូព៌ាមួយទៀតឥឡូវនេះចិនកំពុងតែសង្គ្រឹះថ្មិញដាក់តៃវ៉ាន់ហើយជប៉ុនក៏ដូចគ្នាបាទផ្ទុះពាក្យសម្ដីជាមួយប្រទេសចិនចឹងទេចំណុចនេះវាគឺជាសញ្ញាគ្រោះថ្នាក់មួយដែរសម្រាប់ប្រទេសកម្ពុជាដែលថៃកំពុងតែសង្កេតមើលរឿងនេះឥឡូវនេះកំពុងតែឲ្យយើងមកប្រកាសឈប់បាញ់មុនទៅទាំងដែលវានឹងគឺជាអ្នកបកបាទអានេះគឺល្បិចកិច្ចការរបស់សៀមវាយយើងហើយចោតយើងទៀតអានេះរឿងហ្នឹងនៅក្នុងនោះផងដែរលោកខាស៊ីបាណែតបានរំលឹកពីភាពសាហាវខុសខើដែលថៃបានដើរតួជាដៃជើងឲ្យជប៉ុនក្នុងសង្គ្រាមលោកលើកទី2ទោះបីជាថៃដឹងច្បាស់អំពីអំពើប្រល័យពូជសាសន៍នៅក្រុងណានជីងក៏ដោយក៏ថៃនៅតែចុះសន្ធិសញ្ញាជាមួយប្រទេសជប៉ុននៅឆ្នាំ1940ដើម្បីសម្រួលផ្លូវឲ្យប្រទេសជប៉ុនកាន់កាប់ឥណ្ឌូចិនបាទយើងទៅសិក្សាអំពីប្រវត្តិសាស្ត្រទៅសម័យកាលឆ្នាំណា1940 1941នេះប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាពិតជាខូចមែនប្រទេសថៃនេះបាទចូលដៃជើងជាមួយជប៉ុនបើទោះបីជាដឹងថាប្រទេសជប៉ុននេះវាយប្រហារប្រល័យពូជសាសន៍នៅក្រុងណានជីនក៏ដោយអ្វីដែលគួររន្ធត់ជាទីបំផុតនោះគឺផ្លូវរថភ្លើងមរណៈគេថា Burma Railway ថៃមិនត្រឹមតែសហការជាមួយជប៉ុនប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ពលកម្មបង្ខំលើអ្នកទោសសង្គ្រាមក្នុងចំណោមអ្នកទោសអង់គ្លេសនិងអាមេរិកជិត 7,000 នាក់បានស្លាប់ដោយសារតែលក្ខខណ្ឌការងារដ៏សាហាវខុសខើលោកខាស៊ីបាណែតបានចង់ដាស់តឿនថាថៃធ្លាប់ក្បត់សន្តិភាពពិភពលោកនិងសម្ព័ន្ធមិត្តម្ដងរួចមកហើយដើម្បីតែមហិច្ឆតាទឹកដីរបស់ខ្លួននេះគឺជាអ្វីដែលគាត់ទៅសេបាទបញ្ជាក់ច្បាស់ថាថៃនេះធ្លាប់ក្បត់សន្តិភាពពិភពលោកនិងសម្ព័ន្ធមិត្តម្ដងរួចមកហើយដើម្បីតែមហិច្ឆតាទឹកដីរបស់ខ្លួនជារួមប្រិយមិត្តជាទីមេត្រីការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃនេះគឺជាសញ្ញាបញ្ជាក់ថាថៃកំពុងតែអនុវត្តយុទ្ធសាស្ត្រយោធាកម្រិតខ្ពស់ដើម្បីបង្ខំឲ្យកម្ពុជាចោះចាញ់ឬបាត់បង់អធិបតេយ្យភាពតាមតំបន់ព្រំដែនលោកខាស៊ីបាណែតបានសង្កត់ធ្ងន់ថាពិភពលោកមិនត្រូវបណ្ដោយឲ្យថៃរួចខ្លួនពីការទទួលខុសត្រូវដោយការពីឆ្នាំ1945ទៀតនោះឡើយក្នុងនាមជាពលរដ្ឋកម្ពុជាយើងត្រូវរក្សាស្មារតីរឹងមាំជឿជាក់លើកងកម្លាំងការពារជាតិតាមដានព័ត៌មានដោយប្រុងប្រយ័ត្ននិងកុំចាញ់បោកការឃោសនាភូតកុហកបោកប្រាស់របស់ភាគីឈ្លានពានរឿងមួយទៀតនោះរួមគ្នាផ្សព្វផ្សាយការពិតទៅកាន់ឆាកអន្តរជាតិឲ្យដូចអ្វីដែលលោកខាស៊ីបាណែតកំពុងធ្វើដើម្បីឲ្យពិភពលោកបានមើលឃើញពីមុខមាត់ពិតរបស់ជនឈ្លានពានក្នុងអាវអ្នករងគ្រោះបាទវាវាយយើងវាបាញ់ប្រហារទម្លាក់គ្រាប់បែក F16 ហើយវានិយាយដាក់បណ្ដាញសារព័ត៌មាននានាថាវានឹងគឺជាជនរងគ្រោះសូមឲ្យកម្ពុជានេះឈប់បាញ់វាទៅបាទហើយប្រកាសឈប់បាញ់មុនទៅអាហ្នឹងគឺប្រទេសថៃនិយាយសម្ដីលយបាទនេះគឺជាដំណឹងប្រវត្តិសាស្ត្រមួយដែលស្រង់ពីលោកខាស៊ីបាណែតបាទប្រៀបធៀបទៅនឹងបច្ចុប្បន្នព្រឹកនេះថ្ងៃនេះដែលថៃប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅប៉ោយប៉ែតនៅសេរីសុភ័ណ្ឌបាទពីមុនទៅរឹកតុកចរចានាថ្ងៃទី22ខែធ្នូខាងមុខណារដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានក្នុងនាមលោកអាន់វ៉ាអ៊ីប្រហេមជាប្រធានបដូវវេនរបស់អាស៊ានជិតចប់អាណត្តិហើយចឹងទេវាគ្រាន់តែជាលេសឈ្លានពានដដែល repeat again and again របស់ថៃតែប៉ុណ្ណោះបើរំលឹកទៅកាន់ប្រវត្តិសាស្ត្រកាលពីអតីតកាលណា1941មកដល់បច្ចុប្បន្ន2025នេះគឺដូចគ្នាបេះបិទតែម្ដងចោតប្រកាន់យើងហើយបានវាយយើងបាទចោតប្រកាន់រឿងម៉េចការនងបារាំងគ្រប់គ្រងមិនអញ្ចឹងបាទថាបារាំងនេះបាញ់ប្លង់ចូលអីគេក្រុងអរញ្ញប្រទេសអីណានៃឥឡូវដដែលចោតប្រកាន់កម្ពុជាជាថ្មីម្ដងទៀតហើយចាប់ផ្ដើមស្រែកចោលស្រែកឲ្យគេជួយបាទតាមពិតខ្លួនឯងនឹងគឺជាអ្នកបាទបាញ់វាយប្រហារគេមុនសោះក៏ប៉ុន្តែចោលស្រែកឲ្យគេជួយផងទាំងដែលខ្លួនឯងនឹងគឺជាចោលសោះហ្នឹងថៃលេសនេះគឺដូចគ្នាទាំងស្រុងទៅនឹងអ្វីដែលថៃបានប្រើដើម្បីឈ្លានពានកម្ពុជានៅខែមករាឆ្នាំ1941បាទដូចគ្នាបេះបិទរំលឹកខ្លីឡើងវិញប្រិយមិត្តឆ្នាំ1941
1940ដល់ឆ្នាំ1941ថៃបានចុះហត្ថលេខាជាមួយជប៉ុនទោះដឹងអំពីអំពើប្រល័យពូជសាសន៍នៅចិនក៏ដោយអញ្ចឹងទេចិនមិនមកទេផ្ទះកំភ្លៀងថៃផងមើលប្រវត្តិសាស្ត្រកាលពីសម័យនោះថៃដឹងថាជប៉ុនហ្នឹងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក៏ប៉ុន្តែនៅតែចូលដៃជើងជាមួយជប៉ុនអញ្ចឹងទេចិនឯងគួរតែក្រឡេកមើលអំពីប្រវត្តិសាស្ត្រកាលពីសម័យនោះផងណាចិនដើម្បីផ្ដល់ផ្លូវឲ្យជប៉ុនកាន់កាប់តំបន់ឥណ្ឌូចិនជាថ្នូរនឹងការបញ្ចូលខេត្តភាគខាងជើងរបស់